ស្វាយជាមួយនឹងតកូនត្រីស្វាយខ្ចីអត់បានដាក់រលាចិត្តស្វាយហើយយើងយកកូនត្រីដែលយើងបានចម្អិនឆ្អិនយើងមកដាក់ចូលដើម្បីយើងកូរវាឲ្យសាច់ជាការស្រេចរសជាតិពិតជា